សួរពុកម៉ែបងប្អូនបាទពិធីបុណ្យចូលឆ្នាំខ្មែរដែលបាទយើងប្រព្រឹត្តទៅអស់រយៈពេល3ថ្ងៃហើយបងប្អូនពុំទាន់ចប់នៅឡើយទេនៅតាមវត្តអារាមមួយចំនួនជាពិសេសនៅវត្តសម្បូរស្រុកប្រាសាទសម្បូរនេះគឺបាទនៅមានបន្តបងប្អូនអញ្ចឹងសម្រាប់វត្តអារាមគឺគេបានកំណត់ចូលឆ្នាំបាទទៅតាមគណៈកម្មការវត្តអញ្ចឹងបងប្អូនអញ្ចឹងពិធីបុណ្យចូលឆ្នាំខ្មែររបស់យើងគឺមានតែ3ថ្ងៃទេបាទនេះសម្រាប់វត្តអារាមមួយចំនួនគឺគាត់បានបន្តទៀតដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋបាទលេងកម្សាន្តសប្បាយបាទចូលមកដល់ថ្ងៃទី4នេះបាទមានការរាំទូលក្អមបងប្អូនបែបជាលក្ខណៈប្រពៃណីខ្មែរយើងដែរបងប្អូនខ្មែរយើងមានវប្បធម៌ដ៏ល្អស្រស់ផូរផង់ដែលបាទមានអរិយធម៌របស់ខ្លួនបងប្អូនអញ្ចឹងបែបទូលក្អមនេះគឺបាទខ្មែរយើងតាំងពីបរមកាលមកគឺមានបាទការដងទឹកដោយក្អមបងប្អូនអញ្ចឹងក៏យើងធ្វើពិធីបាទរាំទូលក្អមនឹងតើអ្នកណាមានបាទសមត្ថភាពនៅក្នុងការទូលក្អមមិនឲ្យធ្លាក់បែកអញ្ចឹងយើងរាំលេងកម្សាន្តមើលការរាំលេងកម្សាន្តបែបបាទប្រពៃណីដូនតាខ្មែរយើងម្ដងបងប្អូនអញ្ចឹងសម្រាប់បាទការរាំទូលក្អមនេះគឺជាវប្បធម៌ប្រពៃណីរបស់ដូនតាខ្មែរយើងដែរអញ្ចឹងបងប្អូនអញ្ចឹងយើងមើលបាទការរាំលេងទៅតាមចង្វាក់បែបបាទខ្មែរយើងមានបាទចង្វាក់ឲ្យធ្វើម៉េចបាទពួកគាត់កុំឲ្យធ្លាក់បាទក្អមពីលើក្បាលអញ្ចឹងអ្នកដែលរាំពុំធ្លាក់ក្អមបាទន័យថាពួកគាត់មានសមត្ថភាពពេញលេញនៅក្នុងការលេងកម្សាន្តបាទនេះបងប្អូនបាទសិតតែបាទមានសមត្ថភាពពេញលេញហើយបងប្អូនបាទយេបាទលយមែនតើបងប្អូនលៀកសរងពីអាវសង្ក្រានបាទជប់ក្បាលក្រមានិងទូលក្អមបងប្អូនមើលតើមិនដែរបាទស្អាតទេបាទសម្រាប់នារីខ្មែរយើងគឺមានវប្បធម៌ល្អបែបហ្នឹងបងប្អូនបាទអញ្ចឹងបងប្អូនណាដែលចង់មកលេងកម្សាន្តបន្តនៅវត្តសម្បូរបងប្អូននៅក្នុងទីរួមស្រុកប្រាសាទសម្បូរបាទគឺនៅមានបាទការលេងល្បែងកម្សាន្តបន្តពុំទាន់ចប់នៅឡើយទេគេហៅថាពុំទាន់ស្រង់ព្រះអញ្ចឹងបងប្អូនណាដែលបាទទំនេរបាទសម្រាប់នៅក្នុងឱកាសបាទថ្ងៃបន្តនេះគឺគេសម្រាប់កន្លែងធ្វើការគឺគេបានចូលបម្រើការងារហើយបាទប៉ុន្តែអ្នកទំនេរអាចមកលេងកម្សាន្តបានបងប្អូនបាទនេះចូល Madison ម្ដងបងប្អូនលោតប៉ុណ្ណឹងហើយអត់ធ្លាក់ទៀតបងប្អូនអើយបាទល្អមែនតែនបាទលោតប៉ុណ្ណឹងហើយអត់ធ្លាក់ក្អមទៀតអញ្ចឹងល្អមែនតែនសម្រាប់បាទវប្បធម៌នេះការទូលក្អមនេះបងប្អូនអញ្ចឹងបងប្អូនណាដែលចង់មកទូលក្អមបានបាទមកលេងកម្សាន្តនៅឯវត្តឲ្យបានសប្បាយរីករាយទាំងអស់គ្នាអរគុណបាយបាយ